សួស្តីបងប្អូនលើមកបង្ហាញកាត់សពុតបត់ទៀតអូយស្អាតណាស់បងប្អូនហើយហូបខ្មែរឥឡូវខ្ញុំមកបង្ហាញកាត់សពុតបត់ទៀតណាសពុតនេះបត់ឆ្វេងខ្ញុំបត់ថងឲ្យរួចហើយប៉ុន្តែឥឡូវហ្នឹងខ្ញុំប្រាប់ពីក្បួនវាស់មុនដំបូងយើងវាស់សម្រងអីឲ្យហើយណាទុកបត់ជើងទុកអីឲ្យហើយទៅយើងវាស់សម្រងអីហើយបត់ឆ្វេងយើងគូសពីឆ្វេងឥឡូវនេះយើងចូលគ្នាពីលេខសិនទុកគ្នាពីលេខសិនបន្ទាប់មកទាំងទី1គឺយកចង្កេះចែកជា2ចង្កេះចែកជា2ចង្កេះសពុតនេះចង្កេះ68តាគៀក98សម្រង88 68ចង្កេះសម្រងតាគៀក98សម្រង88បាត់ឆ្វេងអញ្ចឹងទី1គឺយើងវាស់ចូលពីគ្នាដេរហើយនេះយើងយកប្រវែងចង្កេះចែកជា2ចង្កេះ68ចែកជា2 34យើងវាស់ចេញពីនេះពីនឹងមក34លេខចានេះពេលយើងវាស់មកហើយយើងគូសមួយចុះជម្រៅ17លេខយើងគូសចុះមួយមកណាទុកមើលឃ្លីតាគៀកយើងគូសចុះមកហើយជម្រៅហ្នឹង17លេខចាហើយទាំងទី2យើងវាស់បន្តទៀតត្រូវវាស់នេះចេញពីចំណុចនេះតាគៀកចែកជា2តាគៀក98ចែកជា2 49វាស់ចេញពីហ្នឹងមក49ហើយវាស់ចុះ17លេខជម្រៅ17លេខដូចគ្នាណាលំងាត់ចំោះដល់ខ្ញុំចេះចង់អីនេះ17ចាបន្ទាប់មកយើងត្រូវយកប្រវែងជុំវិញចង្កេះដក10ជុំវិញចង្កេះ68ដក10សល់58ទេអញ្ចឹងខ្ញុំអត់ដក10ទេខ្ញុំយកទាំងអស់ហ្មងដើម្បីឲ្យបានថងធំគាត់ស្រួលស្លៀកអញ្ចឹងខ្ញុំសល់ប៉ុន្មានខ្ញុំជីកឲ្យអស់ព្រោះចង្កេះគាត់68អញ្ចឹងបាច់ដកទេចាអញ្ចឹងយើងវាស់មក50យើងវាស់មកនេះ18លេខទៀតមក68នេះឃើញទេទៀតជុំវិញចង្កេះគឺបានន័យថាយើងវាស់ពីចំណុចនេះយើងវាស់មក50យើងវាស់បន្តទៀតមកបូក18ទៀតមកអញ្ចឹងវា68អញ្ចឹងខ្ញុំយកទាំងអស់ប៉ុន្តែខ្ញុំត្រូវជីកកន្លែងនេះឲ្យអស់ណាជីកឃ្លីមួយ3លេខឃ្លីមួយ3លេខទៅអស់6លេខអញ្ចឹងទៅដើម្បីស្រួលយើងលើកចង្កេះព្រោះខ្ញុំអត់ដកចាបន្ទាប់មកយើងត្រូវធ្វើឃ្លីតាគៀកកន្លែងហ្នឹងខ្ញុំយកឃ្លីនេះ5លេខឃ្លីតាគៀកនេះខ្ញុំជីក5លេខអញ្ចឹងយើងវាស់ពីចំណុចកណ្ដាលនេះចេញមកខាងនេះ2លេខកន្លះខាងនេះ2លេខកន្លះអញ្ចឹងឃ្លីមួយហ្នឹង5លេខនេះឃ្លីតាគៀកមួយហ្នឹង5លេខនេះខ្ញុំសរសេរលេខ5ចាបន្ទាប់មកឃ្លីតាគៀកខាងនេះក៏5លេខដូចគ្នាចេញមកខាង2លេខកន្លះដូចគ្នាចាគូឲ្យកោងដោយរៀនតាគៀកមកព្រោះខ្ញុំគ្មានបន្ទាត់មានអីដូចគេទេនេះឃ្លីហ្នឹង5លេខដែរបន្ទាប់មកយើងវាស់ពីនេះពីចំណុចនេះ10លេខមកដើម្បីជីកឃ្លីចោលមួយឃ្លីហ្នឹង12លេខឃ្លីហ្នឹងមុខមកខាងមួយលេខអញ្ចឹងវា2លេខឃ្លីហ្នឹងយើងចេញខាងលេខមកឃ្លីចោលចាឲ្យខាងនេះខាងតាគៀកនេះចាំដែរយើងវាស់កន្លែងជីកហើយនេះ10លេខមកវាស់ចុះ12លេខជីកមកខាងមួយលេខចាឃ្លីចោលដែរណា12ចាអញ្ចឹងយើងរកឃ្លីខាងក្រោយឃ្លីតាគៀកខាងក្រោយដើម្បីយើងជីកអញ្ចឹងយើងត្រូវវាស់នេះកន្លែងនេះពីចំណុចនេះណាដែលយើងវាស់យើងជីករួចហើយអញ្ចឹងនៅសល់ប្រហែលយើងវាស់ពីចំណុចហ្នឹងឥឡូវខ្ញុំវាស់ណាវាស់ពីចំណុចហ្នឹងមកខាងនេះនៅសល់ប្រហែលសល់43កន្លះសល់43ខ្ញុំទៅសេលេខ43ចាអញ្ចឹង43ហ្នឹងយើងចែកជា2មកឆ្លៀកខោខ្លីវាស្រួលកាត់ឥឡូវយើងវាស់ឃើញ43ទៅសេ43មកសិនមកបន្ទាប់មកយើងចែកកន្លែងហ្នឹងជា2 43ចែកជា2ឃើញ21កន្លះចា21កន្លះនេះចំណុចកណ្ដាលបន្ទាប់មកយើងវាស់ពីចំណុចនេះចែកជា2ទៀតហ្នឹងកន្លែងយើងវាស់ចែកហ្នឹងហើយហ្នឹងយើងចែកជា2ទៀតមក21កន្លះយើងចែកមកស្មើនឹង10កន្លះ10បន្តិចមក10កន្លះទៅស្រួលចែកនេះយក10កន្លះទៅកន្លែងហ្នឹងយើងត្រូវជីកឃ្លីសងខាងណាប៉ុន្តែឥឡូវ43យើងវាស់មកកន្លែងហ្នឹងសល់43អញ្ចឹងយើងធ្វើម៉េចឲ្យនៅសល់តែត្រឹមចង្កេះចែកជា2 34អញ្ចឹងយើងធ្វើម៉េចឲ្យនៅសល់34អញ្ចឹងយើងយកមកដកមកចង្កេះ34ដកជាមួយ43មក4សង10សល់6 6 3 7ចា9ចែកខុសហើយ9សង10នៅសល់6 6 3 9 9ត្រាទឹក1 0អញ្ចឹងឃ្លីហ្នឹងនៅសល់9លេខយើងត្រូវធ្វើឃ្លី4ព្រោះបើយើងធ្វើឃ្លី2វាធំពេកខ្ទងដេទៅវាគុកចងហើយអញ្ចឹង9ហ្នឹងយើងធ្វើឃ្លី4យើងបែងមកខាងនេះឃ្លី2ខាងនេះឃ្លី2អញ្ចឹងយើងបែងចេញពីចំណុចកណ្ដាលនេះមកឃ្លីគ្នា3លេខឃ្លី1ធ្វើម៉េចឲ្យតែឃ្លីគ្នា3លេខហើយយើងវាស់ចុះមក14លេខនេះអញ្ចឹងមកខាងនេះ4កន្លះខាងនេះ4កន្លះប៉ុន្តែ4កន្លះហ្នឹងត្រូវធ្វើឃ្លី2នេះ14អញ្ចឹង4កន្លះហ្នឹងយើងធ្វើឃ្លី2នេះអស់នេះពេលដេយើងវាស់ពេលយើងជីកយើងវាស់ទៅបន្ថែមថយតាមនឹងទៀតនេះខាងនេះក៏4កន្លះយើងធ្វើឲ្យអស់ដែរយើងធ្វើឃ្លីនឹង2នឹងឲ្យអស់ដែរតែបងប្អូនអត់យល់មើលឲ្យមើលទៀតខ្ញុំបរៀនច្រើនសពុតបត់គាត់ណាវាខុសគ្នាបន្តិចឯរៀនមកចុះ14នេះអានេះចុះ14ឃ្លី1 14លេខចុះណាហើយអញ្ចឹងឃ្លី1វា2លេខបន្តិច2លេខបន្តិចពួក4កន្លះបែងជា2ហ៎អញ្ចឹងឃ្លី1 2លេខបន្តិច2លេខបន្តិចមកពេលដេយើងវាស់មើលណាពេលជីកស្ទើឬក៏លើសអីយើងបន្ថែមបន្ថយតាមនឹងទៀតឥឡូវរួចជាស្ថាពរណាបងប្អូននេះលើមកឲ្យមើលទៀតឃើញទេ
នេះភ្លីនេះយើងជីកចោលភ្លីទៅទៀត5លេខនេះជំរឿ17លេខហើយខាងក្រោយយើងសល់8លេខហ្នឹងយើងមិន8កន្លះ9កន្លះហ្នឹងយើងមិនជីកឲ្យអស់4នេះភ្លី4នេះជំរឿ14លេខហើយទៅទៀតមួយទៀត5លេខនេះជំរឿ17ហើយចេញពីហ្នឹងចេញពីនេះមកនេះចេញពីនេះមកនេះមកធ្វើភ្លីចោលមួយហ្នឹងភ្លីហ្នឹងមកខាងលេខហើយកន្លែងដែលខ្ញុំអត់ដកចង្កេះហ្នឹងគឺខ្ញុំជីកកន្លែងនេះអស់អញ្ចឹងជួយ follow page ម្នាក់មួយផងបងប្អូននឹងមានវីដេអូចែកម្លែកច្រើនទៀតអរគុណច្រើនបាយបាយ